ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកញ៉ាំបុកល្ហុងជាមួយនឹងខ្ញុំទាំងអស់គ្នាណាបងប្អូនថ្ងៃនេះនាងខ្ញុំបានធ្វើបុកល្ហុងបងប្អូនហើយទំនងអត់នេះបុកល្ហុងរបស់នាងខ្ញុំបងប្អូនហើយបុកល្ហុងរបស់នាងខ្ញុំនឹងគឺអត់មានមុខម្ហូបច្រើនដូចគេទេបងប្អូនអត់មានបន្លែអីច្រើនដូចគេទេគឺមានមួយមុខបន្តិចអញ្ចឹងបងប្អូនតាមមកញ៉ាំជាមួយនាងខ្ញុំទាំងអស់គ្នាណាបងប្អូនឥឡូវនាងខ្ញុំកំពុងតែចាប់ផ្ដើមញ៉ាំហើយបងប្អូនហើយនិយាយពីបុកល្ហុងរបស់នាងខ្ញុំហ្នឹងបងប្អូនគឺអត់មានបន្លែច្រើនមុខទេបងប្អូនហើយមានបន្លែមួយមុខបន្តិចអញ្ចឹងបងប្អូនបន្លែរបស់នាងខ្ញុំមានប៉ុណ្ណាគឺនាងខ្ញុំដាក់ប៉ុណ្ណឹងបងប្អូនបុកល្ហុងរបស់នាងខ្ញុំហ្នឹងគឺមានជីបន្តិចទៅមានសាឡាត់បន្តិចបងប្អូនហើយមានមីងប៉ោះបន្តិចបងប្អូនហើយបើសាឡាត់នឹងជីហ្នឹងគឺនាងខ្ញុំដាំខ្លួនឯងបងប្អូនដែលធ្លាប់មើលវីដេអូនេះរបស់នាងខ្ញុំគឺដឹងហើយបងប្អូនសាឡាត់របស់នាងខ្ញុំតែប៉ុណ្ណឹងមែនប៉ុន្តែយើងអាចញ៉ាំបន្តិចបងប្អូនព្រោះដាំមកវាបានតិចមែនទែនបងប្អូនហើយឥឡូវខ្ញុំកំពុងតែចាប់ដាំបដាទៀតដល់បងប្អូនប៉ុន្តែតែខ្ញុំដូចខ្ញុំនិយាយចឹងថាតែខ្ញុំគឺអត់សូវត្រូវថ្ងៃទេបងប្អូនអញ្ចឹងមិនដឹងថាដាំបានឬក៏អត់ទេបងប្អូនណាខ្លាចតែអត់សូវបានដោយសារមុនអញ្ចឹងបងប្អូនហើយលើបងប្អូនមកញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនបុកល្ហុងរបស់នាងខ្ញុំហ្នឹងគឺមានល្ហុងបន្តិចទៅបងប្អូនបុកល្ហុងយើងបន្តិចទៅហើយមាននំបញ្ចុកស្រស់យើងហើយនឹងមានបកាមានអីចឹងបងប្អូនបើសិនជាមានប្រហុកមានអីមានក្តាមប្រៃមានអីកាន់តែឆ្ងាញ់ទៀតដែរបងប្អូនប៉ុន្តែបុកល្ហុងរបស់នាងខ្ញុំហ្នឹងគឺអត់មានទេបងប្អូនហើយគឺខ្ញុំដាក់កាពិបងប្អូនដាក់កាពិបន្តិចអញ្ចឹងបងប្អូនហើយខ្ញុំគឺអត់មានប្រហុកមានអីទេបងប្អូនហើយឥឡូវយើងចាប់ដើមញ៉ាំបដាដល់បងប្អូននេះរំខាត់តែមើលវីដេអូរបស់ខ្លួនឯងហើយក៏មានអារម្មណ៍ថាចង់ញ៉ាំទៀតដែរបងប្អូនហើយឃ្លានទៀតតែម្ដងបងប្អូនដែលចូលចិត្តញ៉ាំដូចនេះខ្ញុំអីបានយល់អារម្មណ៍មួយហ្នឹងបងប្អូនហើយនេះជានំបញ្ចុកស្រស់ហ្នឹងគឺខ្ញុំអត់បានទៅទិញនំបញ្ចុកដែលគេធ្វើទេបងប្អូនខ្ញុំទិញនំបញ្ចុកក្រៀមបងប្អូនហើយយើងយកមកស្រស់ទឹកខ្លួនឯងបងប្អូនពួកខ្ញុំអត់បានទៅទិញនៅកន្លែងផ្សារអញ្ចឹងយើងទិញនៅកន្លែងតាមម៉ាតតាមតាគីតាមអីចឹងបងប្អូនអញ្ចឹងទៅគឺវាមានតែនំបញ្ចុកក្រៀមអត់មាននំបញ្ចុកស្រស់ទេហើយពេលយើងយកនំបញ្ចុកក្រៀមមកយើងមកដាក់ស្រស់ខ្លួនឯងបងប្អូនញ៉ាំទៅគឺដូចនំបញ្ចុកស្រស់យើងធម្មតាដែរបងប្អូនវាអត់ខុសគ្នាប្រហែលទេឥឡូវយើងចាប់ផ្ដើមញ៉ាំឥឡូវកំពុងតែញ៉ាំបងប្អូនហើយញ៉ាំបដាអញ្ចឹងបងប្អូនហើយគ្រូសារបស់នាងខ្ញុំហ្នឹងគឺគាត់អត់សូវបានហូបរបស់អញ្ចឹងទេបងប្អូនមានតែនាងខ្ញុំទេចូលចិត្តមែនទេរបស់ផ្អាប់អីចឹងបងប្អូនគឺចូលចិត្តមែនទេបុកល្ហុងអីចឹងបងប្អូនប៉ុន្តែគុំនិយាយមើលមុខរបស់នាងខ្ញុំបងប្អូនណាឡើងមុនសាហាវមែនទេបងប្អូនអញ្ចឹងទៅបានខ្ញុំថារៀងអើយផ្អាកហូបបន្តិចបងប្អូនតែដល់ពេលនឹកឃើញគឺទ្រាំមិនបានទេបងប្អូនហើយគឺតែចង់ផ្អាកតែចង់ឈប់ប៉ុន្តែក្នុងចិត្តវិញជាតែចង់ញ៉ាំជាលេងទេណាបងប្អូនឲ្យតែនឹកឃើញម្ដងអូយទ្រាំបានទេគឺដឹងតែតរោគ្រឿងក្រៅយកមកបុកល្ហុងហើយបងប្អូនបុកល្ហុងហ្នឹងគឺអត់មានអីច្រើនទេបងប្អូនហើយមានសណ្តែកដីបន្តិចបងប្អូនហើយនិយាយរួមបងប្អូនបើសិនជាមានបន្លែច្រើនមុខអូយឆ្ងាញ់មែនទែនបងប្អូនហើយដូចយើងនៅតាមស្រុកភូមិអីចឹងមានបន្លែច្រើនមុខឆ្ងាញ់មែនទែនតែនេះខ្ញុំមានទិញទួយចឹងមិនថាមានប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅបងប្អូនចឹងទៅវាអាចញ៉ាំបានដែរបងប្អូនទោះមិនតំណងមែនប៉ុន្តែយើងអាចញ៉ាំបានណាបងប្អូនអរគុណបងប្អូនបើសិនជាកន្លែងណាដែលខ្ញុំនិយាយខុសសូមអភ័យទោសផងបាយបាយ